ចម្រើនពរញាតិញោមអ្នកស្ដាប់កម្មដ្ឋានហើយថ្ងៃមុនក៏ជជែកគ្នានៅក្នុងការផ្គងចិត្តឡើងពេលណាដែលមានការរួញរាការខ្ជិលច្រអូសហ្នឹងគឺចាំបាច់ណាត្រូវតែចេះផ្គងចិត្តឡើងហើយពេលណាដែលចិត្តហ្នឹងព្យាយាមពេកទៅចិត្តហ្នឹងរាយមាយទៅហើយត្រូវចេះសង្កត់សង្កិនបញ្ឈប់ការរាយមាយហ្នឹងមកវិញហើយការចម្រើនពោឆង្គៈមានឧបេក្ខាសម្ពោឆង្គៈជាដើមហើយអញ្ចឹងនៅក្នុងការដែលយើងតម្កល់ចិត្តឲ្យនៅជាមួយកម្មដ្ឋានកុំឲ្យរបូតចាក់ចេញពីកម្មដ្ឋាននេះវាជារឿងមួយលំបាកអាស្រ័យការបដិញ្ញាចិត្តខ្លាំងមែនតែនបងអញ្ចឹងពេលណាដែលចិត្តផ្គងក៏ត្រូវផ្គងទៅពេលណាត្រូវសង្កត់សង្កិនក៏សង្កត់សង្កិនទៅហើយនេះអាត្មាភាពចែករំលែកចំណុចបន្ថែមមួយទៀតគឺនៅក្នុងសម័យណាដែលចិត្តយើងហ្នឹងគឺដើរទៅក្នុងផ្លូវកម្មដ្ឋានល្អហើយហើយយើងហៅថាតម្កល់ចិត្តស្មើក្នុងសម័យដែលគួរតម្កល់ចិត្តស្មើហ្នឹងទៅបងហើយញាតិញោមតម្កល់ចិត្តទៅក្នុងកម្មដ្ឋានហ្នឹងចេះបងពេលណាដែលញាតិញោមចម្រើនទៅក្នុងកសិនបរិកម្មរឿយបថវ័យដល់ចិត្តនឹងរឿយហើយហើយចិត្តនឹងតាំងនៅក្នុងនិមិត្តហើយចិត្តនឹងវាស្មើវាល្អវាមានលំនឹងពេលណាដែលចិត្តស្មើមានលំនឹងចិត្តនឹងកំពុងតែដើរក្នុងផ្លូវកម្មដ្ឋានមិនរួញរាហើយក៏មិនប្រឹងប្រែងហួសដែរអញ្ចឹងនៅពេលដែលចិត្តនឹងដើរទៅក្នុងកម្មដ្ឋានល្អហ្នឹងដែលយកគេវចរហ្នឹងត្រូវមានកិច្ចទួនាទីមួយតែកិច្ចទួនាទីហ្នឹងគឺស្រួលមែនតើបងត្រឹមតែរក្សាលំនឹងផ្លូវចិត្តបែបហ្នឹងឲ្យតាំងនៅដដែលធ្វើចិត្តឲ្យតាំងនៅក្នុងកម្មដ្ឋានបែបហ្នឹងឲ្យតាំងនៅបានយូរតាមតែអាចធ្វើបានឯការដែលតាំងនៅបានយូរបែបហ្នឹងលោកសំដែងប្រៀបធៀបជានេសារដ្ឋីបងសម្រាប់នេសារដ្ឋីដែលគាត់បរសេះហ្នឹងនៅពេលដែលសេះហ្នឹងជាសេះស្ដាប់ប្រកបហើយផ្លូវដើរហ្នឹងក៏ដើរតាមផ្លូវល្អហ្នឹងទៅទៀតបើសេះហ្នឹងដើរតាមផ្លូវល្អហើយផ្លូវហ្នឹងក៏ល្អនេសារដ្ឋីហ្នឹងអត់បាច់ខ្វល់ច្រើនទេបងតែក៏មិនមែនថាប្រឡែងដៃចោលហ្នឹងដែរគឺនៅតែរក្សាលំនឹងឲ្យសេះហ្នឹងដើរតាមផ្លូវល្អហ្នឹងទៅហើយសេះហ្នឹងក៏ស្ដាប់ប្រកបអញ្ចឹងទៅអញ្ចឹងពេលណាដែលបុគ្គលអប់រំចម្រើនកម្មដ្ឋានហ្នឹងចិត្តហ្នឹងក៏ជាចិត្តស្ដាប់ប្រកបចិត្តហ្នឹងនៅជាមួយកម្មដ្ឋានចិត្តហ្នឹងក៏ជាសមាធិល្អហើយអញ្ចឹងត្រូវតែរក្សាលំនឹងកម្មដ្ឋានបែបហ្នឹងឲ្យបានរឿយហ្នឹងទៅចិត្តដែលតាំងនៅកម្មដ្ឋានមានសភាពបែបណាមនសិការៈទៅក្នុងសភាពដែលចិត្តតាំងនៅក្នុងកម្មដ្ឋានបែបហ្នឹងមនសិការៈឲ្យតម្កល់ចិត្តបែបហ្នឹងរឿយទៅក៏ជាការដែលយើងឲ្យឈ្មោះថាធ្វើចិត្តឲ្យតាំងនៅស្មើក្នុងសម័យដែលគួរឲ្យតាំងនៅស្មើចំណុចហ្នឹងមួយគឺជាការបដិសេធថាចិត្តហ្នឹងមិនមែនត្រូវតែផ្គងឡើងគ្រប់តែពេលទេចិត្តហ្នឹងមិនមែនត្រូវតែសង្កត់សង្កិនគ្រប់តែពេលទេតែពេលខ្លះអត់ចាំបាច់ធ្វើអីទាំងអស់បងព្រោះចិត្តនឹងដើរតាមផ្លូវកម្មដ្ឋាននឹងហើយចិត្តនឹងស្ងប់ហើយចិត្តនឹងឆ្លងទៅក្នុងនិមិត្តកម្មដ្ឋានតែមួយយ៉ាងអត់បែកអារម្មណ៍ទៅរករឿងដទៃទេអញ្ចឹងនៅក្នុងចំណុចនេះគឺពេលណាដែលចិត្តស្លងចិត្តដើរទៅក្នុងកម្មដ្ឋានហើយតម្កល់ចិត្តបែបហ្នឹងឲ្យតាំងនៅយូរតាមដែលអាចធ្វើបានឲ្យចិត្តហ្នឹងនៅជាមួយកម្មដ្ឋានហ្នឹងរហូតអញ្ចឹងទៅវាអត់ចាំបាច់ត្រូវធ្វើអីទាំងអស់អត់បាច់ផ្គងឡើងហើយក៏អត់បាច់សង្កត់សង្កិនចិត្តហ្នឹងទៅវិញដែរបង